ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី25មិថុនានៅស្ថានទូតរុស្ស៊ីថារុស្ស៊ីត្រៀមខ្លួនជានិច្ចដើម្បីជួយពង្រឹងសក្តានុពលវិស័យយោធាកម្ពុជាប្រសិនជារដ្ឋាភិបាលកម្ពុជាមានតម្រូវការនៃជំនាញកិច្ចការទំនាក់ទំនងអន្តរជាតិគាំទ្រឲ្យមានវត្តមានរុស្ស៊ីនៅក្នុងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជាអ្នកជំនាញភូមិសាស្ត្រនយោបាយវិញក៏បានយល់ដូចគ្នាតែមិនភ្លេចដាស់តឿនឲ្យកម្ពុជាប្រុងប្រយ័ត្នដោយមិនត្រូវបាត់បង់ឯករាជ្យភាពយុទ្ធសាស្ត្រនិងតុល្យភាពការទូតរបស់ខ្លួនជាមួយមហាអំណាចផ្សេងទៀតនោះទេប្រទេសរុស្ស៊ីដូចជាប្រទេសមួយធំជាប្រទេសមហាអំណាចដែលមានលទ្ធភាពច្រើនដូចនេះយើងកំពុងតែពិនិត្យមើលតើយើងអាចជួយកម្ពុជាយ៉ាងណាដើម្បីពង្រឹងបណ្ដាញលំហយុទ្ធនិងការពារបរណភាពរបស់ខ្លួនយ៉ាងណានេះគឺជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាលោកបណ្ឌិតស៊ុនសំអ្នកជំនាញផ្នែកគោលនយោបាយអន្តរជាតិនៅរាជបណ្ឌិតសភាកម្ពុជាមើលឃើញពីឱកាសដែលកម្ពុជាគួរចាប់យកនេះគឺជាឱកាសមួយល្អហើយក៏ជាជំរឿនមួយល្អដែរសម្រាប់ប្រទេសកម្ពុជាបើសិនជារុស្ស៊ីគាត់បើកភ្លើងខៀវបែបនេះពីព្រោះយើងដឹងហើយថាកម្ពុជាយើងគឺជាមិត្តរបស់ប្រទេសទាំងអស់ជាមិត្តចិនជាមិត្តរុស្ស៊ីជាមិត្តអាមេរិកប៉ុន្តែរឿងសព្វាវុធយើងដឹងហើយរុស្ស៊ីគាត់ជាមហាអំណាចមួយនៅក្នុងពិភពលោកដែលមានភាពល្បីល្បាញក្នុងរឿងការប្រើប្រាស់សព្វាវុធអញ្ចឹងខ្ញុំគិតថាកម្ពុជាគួរតែពិចារណាចំពោះរឿងនេះពីព្រោះរឿងអាវុធរឿងសព្វាវុធឬក៏កិច្ចសហប្រតិបត្តិការគឺជារឿងមួយសំខាន់ដែលខាងកម្ពុជាយើងគួរតែពង្រឹងបន្ថែមនៅចំណុចណាដែលយើងមិនទាន់ខ្លាំងតែខ្ញុំថាយើងគួរតែយកសព្វាវុធពីខាងរុស្ស៊ីហ្នឹងគឺមិនមានចេតនាណាមួយដើម្បីឈ្លានពានប្រទេសផ្សេងទេប៉ុន្តែគឺកលៈទេសៈពិភពលោកបែបនេះប្រទេសដែលមានសមត្ថភាពពេញលេញប្រទេសដែលមានសមត្ថភាពខ្លាំងក្នុងការពារនៅបូរណភាពទឹកដីឬក៏អធិបតេយ្យភាពរបស់ខ្លួនបានគឺជារឿងសំខាន់ណាស់លោកបណ្ឌិតជ័យតិចអ្នកជំនាញកិច្ចការអន្តរជាតិថាដល់ពេលហើយដែលកម្ពុជាត្រូវពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនដល់ពេលដែលកម្ពុជាត្រូវពង្រឹងខ្លួនឯងដើម្បីការពារខ្លួនឯង self defense នៅក្នុងច្បាប់អន្តរជាតិនៅក្នុងការទំនាក់ទំនងការទូតក៏ដូចជាភូមិសាស្ត្រនយោបាយបាទគឺប្រទេសមួយមិនអាចពឹងផ្អែកការបញ្ជូនទ័ពដើម្បីប្រឆាំងទៅនឹងការឈ្លានពានរបស់ប្រទេសណាមួយបានទេមានតែយុទ្ធសាស្ត្រហើយនិងមធ្យោបាយក្នុងការពង្រឹងខ្លួនឯងដើម្បីការពារខ្លួនឯងនេះហើយដូច្នេះទេកម្ពុជាត្រូវតែពង្រឹងខ្លួនឯងតាមរយៈទំនាក់ទំនងការទូតតាមរយៈការអភិវឌ្ឍនៅសេដ្ឋកិច្ចរបស់ខ្លួនក៏ដូចជាការធ្វើទំនើបកម្មហើយនិងពង្រឹងនៅវិស័យយោធារបស់ខ្លួនដើម្បីការពារសន្តិសុខជាតិនិងអធិបតេយ្យភាពរបស់ខ្លួនលោកបណ្ឌិតបន្តថាការបើកភ្លើងខៀវពីរុស្ស៊ីកម្ពុជាគួរពង្រីកកិច្ចសហប្រតិបត្តិការយោធាឲ្យកាន់តែធំនិងទិញសភាវុធទំនើបជាដើមការពង្រឹងនៅវិស័យយោធារបស់កម្ពុជានៅក្នុងស្ថានភាពដែលយើងកំពុងតែទទួលរងនៅការឈ្លានពានបាទដូច្នេះទេអគ្គរដ្ឋទូតរបស់រុស្ស៊ីបានបើកចំហហើយបាទសព្វាវុធក្តីការគ្រប់គ្រងផ្នែកយោធាទំនើបកម្មយុទ្ធប្រកបផ្សេងៗបាទគឺរុស្ស៊ីបើកចំហសម្រាប់កម្ពុជាបើសិនជាកម្ពុជាមានការស្នើសុំដូច្នេះទេយើងអាចទិញនៅយុទ្ធប្រកបទំនើបរបស់រុស្ស៊ីដូចជាប្រព័ន្ធការពារដែនអាកាសតាក់ទងទៅនឹងដ្រូនតាក់ទងនឹងយន្តហោះប្រយុទ្ធនិងមីស៊ីលជាដើមបាទក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការមកវិនិយោគរួមគ្នាបាទរវាងកម្ពុជាហើយនិងរុស្ស៊ីបានផលិតនៅសព្វាវុធនៅក្នុងទឹកដីកម្ពុជាជាដើមលោកហេមរដ្ឋាអនុប្រធានមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ថាការទិញដូរអាវុធគឺត្រូវធ្វើឡើងដោយស្ងាត់កិច្ចសហប្រតិបត្តិការផ្នែកយោធាផ្នែកទិញដូរអាវុធហ្នឹងខ្ញុំគិតថាបើសិនជាអាចយើងធ្វើក្នុងនាមជាស្ងាត់ហើយក្នុងនាមដែលជាក្នុងក្រោមរូបភាពបើជាភាសាអង់គ្លេសវិញគេថា transactional ហ្នឹងបើថាយើងអាចមានលុយកាក់គ្រប់គ្រាន់ទៅទិញគេយើងទៅទិញទៅវាដើម្បីពង្រឹងវិស័យការពារជាតិរបស់យើងស្របពេលដែលយើងស្ថិតក្រោមការគំរាមកំហែងពីសំណាក់អ្នកជិតខាងជាដើមធ្វើតំណែងជាមួយភាគីនានាហើយយើងប្រកាសឲ្យយើងវាប៉ះពាល់ទៅដល់ការរក្សាការសម្ងាត់នៅផ្នែកយោធារបស់យើងហើយវាក៏អាចធ្វើឲ្យភាគីផ្សេងទៀតនឹងអន់សពុនចិត្តអីចឹងទៅចំណែកលោកបណ្ឌិតស៊ុនសំយល់ថាមិនមែនតែចំពោះអាវុធនោះទេកម្ពុជាទទួលបានឱកាសច្រើនទៀតចំពោះកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ីគឺឱកាសនៃការសិក្សាបន្ថែមសម្រាប់
យោធាកម្ពុជាឲ្យមានឱកាសទទួលបានការបដិបណ្ដាជំនាញនិងបច្ចេកទេសពិតប្រាកដដែលយើងកំពុងតែត្រូវការសម្រាប់ការពារនៅដែនដីបូរណភាពរបស់កម្ពុជានេះអានេះគឺខ្ញុំគិតថាក៏ជារឿងសំខាន់ដែរដល់ទី3គឺការពង្រឹងឡើងវិញខាងផ្នែកកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរអញ្ចឹងខ្ញុំគិតថាប្រទេសទាំងពីរក៏គួរតែពង្រឹងបន្ថែមនៅផ្នែកទំនាក់ទំនងដែលធ្លាប់មានល្អហើយជាមួយគ្នាហើយជាពិសេសបច្ចេកវិទ្យាសព្វវុធឱកាសនៃការសិក្សាការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសក្នុងការប្រើប្រាស់សព្វវុធជូនដល់កងទ័ពមន្ត្រីឆ្ការរបស់យោធាកម្ពុជាខ្ញុំគិតថាគឺជាឱកាសមួយដែរពីព្រោះយើងនិយាយអញ្ចឹងមិនដែលមានន័យថាយើងដើរខុសអំពីនយោបាយការបរទេសទេប៉ុន្តែការដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការពារនៅដែនបូរណភាពទឹកដីរបស់ខ្លួនបានឬក៏ភាពខ្លាំងសម្រាប់ការពារនៅទឹកដីរបស់ខ្លួនបានគឺជារឿងមួយសំខាន់ពីព្រោះកលៈទេសៈពិភពលោកសពថ្ងៃគឺវាបែបហ្នឹង ប្រសិនបើកម្ពុជាស្នើឲ្យរុស្ស៊ីជួយពង្រឹងវិស័យយោធាតើនឹងអាចមានផលប៉ះពាល់ដល់ទំនាក់ទំនងជាមួយដៃគូផ្សេងដែរឬទេលោកបណ្ឌិតកិនភីអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយថាមិនគួរមើលឃើញកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសផ្សេងពិសេសរុស្ស៊ីបង្កផលប៉ះពាល់ដល់ប្រទេសមួយទៀតនោះទេយើងមិនគួរមើលការពង្រឹងកិច្ចសហការយោធារវាងកម្ពុជានិងរុស្ស៊ីថាជាសកម្មភាពប្រឆាំងទៅនឹងប្រទេសណាមួយនោះទេដោយដែលយើងបានដឹងហើយថាក្រមរដ្ឋធម្មនុញ្ញរបស់យើងគឺកម្ពុជាមានគោលនយោបាយការបរទេសអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបកសម្ព័ន្ធហើយកម្ពុជាតែងប្រាថ្នារួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេសទាំងអស់ទាំងនៅក្នុងតំបន់និងពិភពលោកដូច្នេះការដែលយើងមានទំនាក់ទំនងល្អជាមួយរុស្ស៊ីគឺមិនមែនមានន័យថាកម្ពុជាត្រូវបោះបង់ឬក៏ត្រូវធ្វើឲ្យប៉ះពាល់ទៅដល់ទំនាក់ទំនងរបស់ខ្លួនជាមួយនឹងប្រទេសផ្សេងៗទៀតទេអ្វីដែលសំខាន់គឺកិច្ចសហប្រតិការនោះមានតម្លាភាពគោរពអធិបតេយ្យស្របតាមច្បាប់ជាតិព្រមទាំងមិនបង្កការគំរាមកំហែងដល់ប្រទេសណាមួយលោកបណ្ឌិតកិនភីបន្ថែមថាកម្ពុជាក៏ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀតដែរកម្ពុជាយើងក៏គួរក៏បីមានការពិចារណាដោយប្រុងប្រយ័ត្នដែរគឺធ្វើយ៉ាងណាឲ្យមានតុល្យភាពនិងផ្អែកលើផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិជាធំកម្ពុជាយើងអាចពង្រឹងកិច្ចសហការលើវិស័យយោធាជាមួយប្រទេសនានាមិនថាតែប្រទេសរុស្ស៊ីទេក៏ប៉ុន្តែគឺផ្ដោតទៅលើការពង្រឹងសមត្ថភាពក្នុងវិស័យការពារជាតិរបស់យើងធ្វើយ៉ាងណាឲ្យយើងអាចមានស្វ័យភាពនៅក្នុងការពារជាតិរបស់យើងក៏ប៉ុន្តែកម្ពុជាមិនអាចពឹងផ្អែកតែទៅលើប្រទេសណាមួយទេយើងអាចមានកិច្ចសហការល្អជាមួយចិនជាមួយរុស្ស៊ីជាមួយអាស៊ានជប៉ុនអឺរ៉ុបឬក៏សហរដ្ឋអាមេរិកក៏ដូចជាដៃគូផ្សេងៗទៀតដែលឈលលើគោលការណ៍មួយច្បាស់លាស់គឺមិត្តភាពជាមួយគ្រប់ប្រទេសទាំងអស់ក៏ប៉ុន្តែមិនអោយនរណាមួយមកកំណត់ជម្រើសយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជាយើងទេលោកហ៊ីមរដ្ឋាមិនជំទាស់ឡើយតែលោកស្នើឲ្យមានការប្រុងប្រយ័ត្នខ្ញុំយល់ឃើញថាគោលនយោបាយការបរទេសរបស់យើងក្នុងជារដ្ឋតូចយើងមិនមានអីច្រើនក្រៅពីធ្វើពិពិធកម្មឬមួយក៏តាក់ទងជាមួយនឹងដៃគូភាគីដៃគូជាមិត្តឲ្យបានច្រើនកាន់តែច្រើនកាន់តែល្អហើយក្នុងដៃគូមួយហ្នឹងគឺដៃគូមួយក្នុងចំណោមដៃគូច្រើនហ្នឹងគឺជារុស្ស៊ីហ្នឹងហើយខ្ញុំគិតថាពង្រឹងទំនាក់ទំនងជាមួយកម្ពុជារុស្ស៊ីវាជារឿងមួយដែលយើងគួរតែធ្វើក៏ប៉ុន្តែយើងធ្វើក្នុងវាថាក្នុងន័យមួយដោយប្រុងប្រយ័ត្នមើលមុខមើលក្រោយផងបាទលោកហ៊ីមរដ្ឋាបន្តថាបើកិច្ចសហប្រតិបត្តិការនោះធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យកម្ពុជាត្រូវមានជំហរឲ្យបានម៉ឺងម៉ាត់យើងក៏ត្រូវតែមិនភ្លេចទៅនឹងគោលជំហរជាគោលការណ៍ជាពិសេសនៅការគោរពអធិបតេយ្យបូរណភាពដែនដីជាដើមគឺយើងរាប់អាននៅតែរាប់អានក៏ប៉ុន្តែជំហរណាដែលប៉ះពាល់ទៅនឹងគោលការណ៍អធិបតេយ្យគឺយើងអាចរកវិធីសាស្ត្រណាក្នុងការនិយាយពាក់ព័ន្ធសម្ដែងនៅការព្រួយបារម្ភពាក់ព័ន្ធនឹងរឿងហ្នឹងបាទលោកបណ្ឌិតកិនភីក៏ទទួលស្គាល់ត្រង់ចំណុចនេះកិច្ចសហការលើវិស័យយោធារវាងកម្ពុជានិងរុស្ស៊ីគឺយើងអាចធ្វើទៅបានប្រសិនបើយើងមានគោលការណ៍មួយច្បាស់លាស់គឺយើងមានសមត្ថភាពក្នុងការចរចាការរក្សានៅឯករាជ្យភាពក្នុងការធ្វើសេចក្តីសម្រេចចិត្តជាធម្មតាប្រទេសតូចមិនមែនមានន័យថាយើងអត់មានជំរើសច្រើនទេក៏ប៉ុន្តែផ្ទុយទៅវិញប្រទេសតូចគឺយើងត្រូវមានភាពឆ្លាតវៃបត់បែននិងមិនបោះបង់នៅគោលការណ៍របស់យើងសម្រាប់កម្ពុជាអ្វីដែលសំខាន់បំផុតមិនមែនថានរណាជួយយើងក៏ប៉ុន្តែជំនួយនោះត្រូវតែបម្រើដល់
សន្តិភាពមិនមែនជាការប្រឈមបំរើដល់អធិបតេយ្យការការពារបូរណភាពទឹកដីនៃកម្ពុជាហើយបំរើដល់ផលប្រយោជន៍កម្ពុជាគោរពឯកភាពឯករាជ្យកម្ពុជានិងមិនចងភ្ជាប់នៅលក្ខខណ្ឌនយោបាយមួយធ្ងន់ធ្ងរដែលកម្ពុជាអាចទទួលយកបាននិងនៅតែអាចរក្សាបាននៅតុល្យភាពការទូតរបស់ខ្លួនតើនៅក្នុងយុគសម័យដែលមហាអំណាចកំពុងប្រកួតប្រជែងឥទ្ធិពលប្រទេសតូចដូចកម្ពុជាអាចទទួលបានជំនួយយោធាពីមហាអំណាចមួយដូចជារុស្ស៊ីដោយមិនបាត់បង់ឯករាជ្យភាពយុទ្ធសាស្ត្រនិងតុល្យភាពការទូតបានដែរឬទេលោកបណ្ឌិតសឿនសំអះអាងថាទៅថ្ងៃខាងមុខប្រសិនបើកម្ពុជាទទួលបានជំនួយផ្នែកយោធាណាមួយពីរុស្ស៊ីក៏កម្ពុជាមិនស្ថិតក្រោមឥទ្ធិពលរបស់រុស្ស៊ីដែរខ្ញុំមិនគិតថាអញ្ចឹងទេពីព្រោះជំនួយរុស្ស៊ីឬក៏កិច្ចសហប្រតិបត្តិការកងទ័ពជាមួយនឹងខាងរុស្ស៊ីខ្ញុំមិនគិតថានឹងនាំឲ្យយើងស្ថិតនៅក្រោមឥទ្ធិពលរុស្ស៊ីកាន់តែខ្លាំងទេពីព្រោះរុស្ស៊ីគឺគាត់ក៏មានសម្ព័ន្ធមិត្តខ្លាំងដែរដូចជាមួយខាងវៀតណាមជាមួយឡាវឲ្យជាមួយចិនហ្នឹងក៏រុស្ស៊ីគាត់ជាមិត្តដែរអញ្ចឹងពីព្រោះប្រទេសនីមួយៗគេមានតម្រូវការគេមានសមត្ថភាពផ្សេងៗគ្នាព្រោះយើងមិនអាចបារម្ភចំពោះរឿងមួយហើយយើងមិនបានគិតអំពីប្រយោជន៍ធំសម្រាប់ប្រទេសកម្ពុជាខ្លួនឯងទេអញ្ចឹងខ្ញុំគិតថាកម្ពុជាយើងគួរតែសម្លឹងមើលអ្វីជាសមត្ថភាពពិតអ្វីជាតម្រូវការពិតរបស់យើងពីព្រោះរឿងភូមិសាស្ត្រនយោបាយនេះការដែលស្គាល់មិត្តស្គាល់សត្រូវស្គាល់ភាពខ្លាំងភាពខ្សោយរបស់ខ្លួនអាហ្នឹងទើបជាភាពឆ្លាតវៃមួយរបស់ប្រទេសមួយពីព្រោះយើងមិនអាចឲ្យនិយមន័យនៃការកំណត់អំណាចភូមិសាស្ត្រនយោបាយហើយធ្វើឲ្យយើងចុះខ្សោយឬក៏ធ្វើឲ្យយើងរងការប្រមាថអំពីប្រទេសដទៃអាហ្នឹងគឺជារឿងមួយដែលមិនសមរម្យទេអញ្ចឹងសម្រាប់ខ្ញុំគាត់ថាកម្ពុជាបើសិនជាយើងមានកិច្ចសហប្រតិបត្តិការល្អខាងផ្នែកយោធាជាមួយរុស្ស៊ីហ្នឹងគឺនឹងមិនចាំបាច់បារម្ភពីរឿងការនៅក្រោមអំណាចរបស់រុស្ស៊ីឬក៏អំណាចរបស់ប្រទេសណាទេសូមជម្រាបថាកម្ពុជានិងរុស្ស៊ីបានចងសម្ព័ន្ធភាពរវាងគ្នានៅក្នុងវិស័យការពារជាតិនិងយោធាយូរមកហើយរាប់ចាប់តាំងពីសម័យអតីតសហភាពសូវៀតមកម្ល៉េះបច្ចេកវិទ្យាយោធានិងកាំភ្លើងធំជាច្រើនដែលកម្ពុជាធ្លាប់បានប្រើប្រាស់កន្លងមកគឺជាជំនួយនឹងការបញ្ជាទិញពីសហភាពសូវៀតហើយកងទ័ពជើងគោកក៏ដូចជាកងទ័ពជើងទឹកកម្ពុជាមានបទពិសោធន៍យូរឆ្នាំក្នុងការប្រើប្រាស់និងថែទាំគ្រឿងបំពាក់យោធារបស់រុស្ស៊ី